នេះណាអូនេះបានពេលដែលយើងដាក់តោមានកាមេរ៉ាមានឡេនមានថ្មឆ្នាំងសាក SSP memory card និង OTG សម្រាប់ពេញរូបចូលទូរស័ព្ទដៃឥឡូវបងខ្ញុំមកបរៀនពីរបៀបប្រើប្រាស់ណាអូនអញ្ចឹងនេះកលែងថ្មវាគឺដាក់នៅក្នុងក្រមអូនកលែងថ្មវានេះអញ្ចឹងពេលយើងដាក់ថ្មគឺយើងដាក់បែបនេះមកញឹកទៅភ្លឹបហើយ memory នេះអញ្ចឹង memory បងអត់ទាន់ដាក់អុយទេដាក់អុយតែម្ដងទៅអុយមើលជាក់ស្ដែងមកមើលជាក់ស្ដែងថាវាមិនចឹងណាmemory card ចឹង memory card យើងដាក់ក្នុងនេះខ្លែងវា memory card ដាក់វាញាត់ចេះមកភ្លឹបបិទទៅវិញទៅភ្លឹបហើយសម្រាប់អានេះប្រាប់ចូលថ្មអានេះ OTG សម្រាប់ទាញរូបឥឡូវបងមកប្រាប់ពីរបៀបប្រើចឹងរបៀបប្រើ mode បងដាក់ mode AV mode A ដៃសើមជប់ជូតស្ងាត់តែសិនឲ្យវាអញ្ចឹងម៉ូតនេះវាដើរធម្មតាដោយសារតែដៃបងវាសើមកវា L អញ្ចឹងដាក់វាមក mode A ដាក់វាមក mode A មកអញ្ចឹងយើងបើកគ្រឿងមិនមានពាក្យថា on និង off នេះយើងកាច់វាមក on មកភ្លឹបlens វានឹងលៀនចេញមកក្រៅអញ្ចឹងណាហើយអានេះវាឲ្យយើងតាំងជាមួយនឹងថ្ងៃទីថ្ងៃខែថ្ងៃអីចឹងទៅឥឡូវចាំបងដាក់តាំងក្រោយអានេះចាំតាំងក្រោយហើយបើយើងចង់នេះយើងកាត់ចុចត្រេះមួយមកវានឹងលោតចេញមកហើយដល់ពេលនេះវាឲ្យយើង set ជាមួយ memory តែដល់ពេលយើង set ដល់ហើយវាលេងអីហើយ memory អាពួកដែលយើងដាក់ត្បូងចឹងវាឲ្យយើង set ចឹងឯងតែដល់ពេលបង set ឲ្យហើយពេលបើកមកវាអត់ចេញចឹងទេអាពួកតាំងអីមិញវាអត់ចេញទេបើកគ្រឿងមកគឺវាចេញឥឡូវឧស្សាហ៍សាដើមនេះពេលដែលយើងបើកគ្រឿងមកគឺវាចេញរូបភាពបែបនេះអានេះវាឲ្យតាំងនាទីទៀតតាំងថ្ងៃខែវាយកទៅតាំងតែយកទៅនេះក៏បានដែរចាំបងតាំងពេលក្រោយក៏បានដែរenter អូខេឥឡូវគឺចេញមកគឺបែបនេះពេលដែលណែបើកគ្រឿងមកណែព្យាយាមមើលកន្លែងពាក្យថា F4.0 នេះអញ្ចឹងកន្លែងសេរីវាទៅនេះយើងសេរីវាអស់មកនេះវា 3.5 អានេះដោយសារតែ lens យើងគឺជាប្រភេទ kit lens អញ្ចឹង F របស់វាគឺ F 3.5 នេះនេះ 3.5 នេះ 3.5 5.6 អញ្ចឹងណាអានេះហើយចម្ងាយរបស់វាគឺ16 50mm ហើយមានប្រព័ន្ធទប់នឹងនៅលើ lens ហើយឥឡូវយើង lens នេះយើងអាច zoom បាន zoom នេះដៃយើងអាច zoom នេះបាននេះ zoom ចិត្ត zoom ឆ្ងាយប៉ុន្តែមិនសូវជាឆ្ងាយអីណាទេបានតិចអញ្ចឹងណាហើយយើងព្យាយាមមើលអាកន្លែង app នេះបើសិនជាវាឧទាហរណ៍ថាវាច្រើនអញ្ចឹងយើងកុំឲ្យវាច្រើនអញ្ចឹងណាយើងធ្វើមិនដាក់ឲ្យវាទាបបំផុតអូសវាមកចេះមកឲ្យវាទាបអស់បំផុតពេលយើងថតអ្នកចុចថតអានេះពុំនេះឃើញទេថតធម្មតាអានេះពុំថតអញ្ចឹងពេលថតយើងចុចវាផ្អឹបមកចុចវាផ្អឹបឲ្យវានេះហើយយើងចុចមកកលិះទៀតចុចផ្អឹបហើយចុចមកកលិះទៀតចុចផ្អឹបហើយចុចមកកលិះទៀតអានេះគឺរបៀបថតហើយរបៀបកន្លែងមើលរូបភាពទៅនេះពុំមើលរូបភាពនេះពុំមើលរូបភាពចឹងអាចចុចឆ្វេងចុចស្ដាំចុចឆ្វេងស្ដាំបានអញ្ចឹងណាហើយបើសិនជាចុចខាងលើវានឹងចេញរូបភាពបែបនេះចុចម្ដងទៀតវានឹងចេញបែបនេះអញ្ចឹងភាគច្រើនគឺអតិជនគាត់ឆ្ងល់ជាមួយអានេះរោបកន្លែងដោះវិញមិនឃើញអញ្ចឹងចុចខាងលើម្ដងទៀតមកវានឹងនេះវិញចុចម្ដងវានឹងចេញ menu ដែលយើងបានតាំងហើយចុចម្ដងទៀតវានឹងចេញតាក់ទងជាមួយនឹងពួកគេហៅអីថាពលឺពណ៌អីអញ្ចឹងណាពលឺពណ៌អីអញ្ចឹងទៅហើយចុចម្ដងទៀតវានឹងមកធម្មតាវិញហើយឆ្វេងស្ដាំអីអញ្ចឹងទៅចុចឆ្វេងចុចស្ដាំអីអញ្ចឹងទៅយើងអាចសេរីខាងណាអញ្ចឹងបើសិនជាយើងចង់លុបនេះវាមានសញ្ញាធុងសារ៉ាមចុចធុងសារ៉ាមចុចខាងលើចុចកដាលធុងសារ៉ាមចុចខាងលើចុចកដាលអញ្ចឹងបើសិនជាយើងចង់ format វាចូលទាំងអស់ចុចពាក្យថា menu នេះឃើញវាដាក់អក្សរថា delete ទេអញ្ចឹងចុច delete ចុចខាងក្រោមហើយចុចកដាលចុចលើ OK អញ្ចឹង delete ទាំងអស់ចុច OK ហើយនេះរូបភាពអត់អស់លីងអញ្ចឹងពេលដែលចេញបែបនេះយើងអត់ដឹងរកផ្លូវតាណាវិញមិនឃើញចុចអាកន្លែងពុំថតហ្នឹងចុចវាបន្តិចទៅវានឹងត្រឡប់មកវិញទៅដើមអានេះរូបថតដែលយើងថតបានអញ្ចឹងយើងឆែកមើលរូបដដែលអូខេលុបដដែលមករូបចឹងអញ្ចឹងមុននឹងបងដាក់ទៅគឺបងសេរីឲ្យមកស្អាតដែរអញ្ចឹងពួកចេះអីអូនឯងមិនចាំទៅសេរីទេគឺបងសេរីឲ្យមកស្អាតអស់ហើយអានេះគុណបានអានេះដាក់បូក3អូខេហើយតែកន្លែងបើក flash នៅចំត្រេះអូនបូក flash អញ្ចឹងយើងចង់ថតពេលយប់អីយើងចង់បើក flash អីនេះឃើញទេបាញ់ flash ឃើញទេឃើញទេពេលយើងបិទវិញយើងបិទទៅនេះភ្លឹបទៅវិញហើយតាក់ទងជាមួយណាទៅនេះអូនឯងមិនចាំសេរីអីទេណាព្រោះបើសិនជាយើងសេរីតទៅពីវាអាចតានេះវាអាចតាយើងថតអត់កើតថតអីចឹងទៅដោយសារយើងវាមានដោយសារយើងអត់ជំនាញដៃវាសើមវាល្អិលចឹងដាក់ម៉ូត A ម៉ូត A ចឹង A នេះគឺយើងសេរីបានត្រង់នេះចឹងមុនយើងបើកមកយើងមើលអាទៅនេះផងនេះយើងដាក់វាអស់មកប៉ុណ្ណឹងបានហើយអូខេហើយចុចថតធម្មតាទៅហើយកន្លែងដោះដូរ lens យើងអាចដោះដូរ lens បានកាមេរ៉ានេះអញ្ចឹងមានតែប៉ុណ្្នឹងទេហើយសម្រាប់ថតវីដេអូនៅត្រេះពុំថតវីដេអូ record ទៅ
ឃើញពុំដើនេតិវាដើនេះពុំក្រហមនេតិវាដើពេលដែលយើងបិទវិញបិទតែដូចគ្នាលើអានេះសេរីអានេះសេរី F ដូចសេរីនេះដូចគ្នា aperture ដូចគ្នាពីរនេះណានេះសេរីតែមួយទេតែបើសិនជាយើងកាច់មក mode M ឥឡូវឧទាហរណ៍តែយើងកាច់មក mode M គ្រប់យ៉ាងគឺយើងសេរីទាំងអស់ដូចជា speed នេះ speed អានេះ speed 1.125អញ្ចឹងទៅប៉ុន្តែមិនបាច់ប្រើទេ mode M ដោយសារតែយើងអត់ជំនាញហើយសម្រាប់អានេះគឺយើងសេរី aperture អញ្ចឹងអាពីរនេះវាខុសគ្នាណាពីរនេះណាហើយ ISO នៅតែនេះ ISO អញ្ចឹង ISO ដាក់ auto oil អញ្ចឹងបង្កាច់មក mode A វិញដោយសារ mode A យើងវារៀនប្រើដំបូងអញ្ចឹងវាប្រើ mode A ទៅវាស្រួលអញ្ចឹងណាអញ្ចឹងមានតែប៉ុណ្្នឹងហើយបិទគ្រឿងក៏នេះទៅបិទគ្រឿងឡើងវានឹងលិតបាត់អញ្ចឹងណាហើយសម្រាប់ memory នៅខាងក្រោមយើងចុចដោះមកវិញមក memory ឬមួយកន្ទុកក្នុងហ្នឹងក៏បានដែរហើយសម្រាប់ថ្មបងដោះចេញមកក្រៅអយភ្លឹបណាហើយពេលដែលបញ្ចូលថ្មយើងដាក់ចេះមកនេះភ្លឹបចូលណាចេះបញ្ចូលថ្មនេះបញ្ចូលថ្មពេលដែលយើងប្រសាកទៅវានឹងចេញភ្លើងក្រហមហើយពេលដែលភ្លើងលើភ្លេដល់ពេលវាពេញវានឹងចេញភ្លើងលឿងអញ្ចឹងណានេះស្លេចពីវាអញ្ចឹងមានតែប៉ុណ្្នឹងហើយខ្សែស្ពាយយើងដាក់ពាក់ទៅហើយសម្រាប់ OTG នេះពេលដែលទៅដល់យើងយកវាដតចេះទៅយើងដតទូរស័ព្ទទៅដូចជាបងធ្វើវីដេអូឲ្យមើលហ្នឹងអញ្ចឹងមានតែប៉ុណ្្នឹងរួចរាល់អូន